ពិភពលោកបានបង្រៀនយើងថាបើជាតិសាសន៍យើងមិនខ្លាំងនោះទេកុំរំពឹងថាជាតិសាសន៍ដទៃនឹងមកជួយយើងប៉ុន្មានខែចុងក្រោយនេះយើងទាំងអស់គ្នាសុទ្ធតែសះផ្ើសុទ្ធតែទទួលរងភាពលំបាកសុទ្ធតែបាក់ចិត្តក្រំគ្នាទាំងអស់គ្នាដោយសារតែជំងឺព្រំដែនអញ្ចឹងនៅក្នុងឆ្នាំថ្មីនេះអ្វីដែលអ្នកទាំងអស់គ្នាគួរធ្វើគឺត្រូវតែរួបរวมគ្នាអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែខ្លាំងរហូតតតែអ្នកចិត្តខាងរបស់យើងលេខពីប៊ីតមានយើងនៅថ្ងៃខាងមុខទៀតបើសិនជារាល់ថ្ងៃនេះអ្នកទាំងអស់គ្នាគឺជាសិស្សនិស្សិតត្រូវខិតខំប្រឹងរៀនហើយរៀនទៀតរៀនឲ្យខ្លាំងរៀនឲ្យពូកែបើសិនអ្នកទាំងអស់គ្នាគឺជាអ្នករកស៊ីដែលមានភាពស្មោះត្រង់បង្កើតភាពច្នៃប្រឌិតនៅក្នុងអាជីវកម្មរបស់អ្នកបង្កើតឱកាសការងារឲ្យច្រើនឲ្យប្រជាជនយើងមានការងារធ្វើគ្រប់គ្នាហើយបើអ្នកទាំងអស់គ្នាគឺជាអ្នកធ្វើការត្រូវធ្វើការឲ្យខ្លាំងធ្វើការឲ្យអស់ប្រសិទ្ធភាពដើម្បីនាំយកស្ថាប័នអ្នកឲ្យកាន់តែរីកចម្រើនហើយបើអ្នកទាំងអស់គ្នាគិតថារាល់ថ្ងៃនេះយើងគឺជាមនុស្សអត់បានការនិយាយចោមសៀតក្មេងស្ទាវគិតឡើងវិញកែខ្លួនសារជាថ្មីវាអត់តន់យឺតពេលទេក្នុងការកែខ្លួនព្រោះអ្នកទាំងអស់គ្នាក៏ជាធនធានមួយដ៏សំខាន់របស់ប្រទេសជាតិមួយនេះដែរ Cambodia need peace អញ្ចឹងហើយយើងត្រូវអភិវឌ្ឍសមត្ថភាពរបស់យើងឲ្យខ្លាំងទៅអាចរក្សាសន្តិភាពមួយនេះបាន